បាទជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះធ្វើម្ហូបទៀតហើយបងប្អូនធ្វើម្ហូបដូចដើមចាំថ្ងៃនេះទីធ្វើម្ហូបប៉ាន់គ្រឿងរួចហើយក៏យើងហាន់សាច់គ្រឿងយើងមានអីក៏ទីម្ទេសសាច់ជ្រូកសាច់សុទ្ធបងប្អូនធ្វើអីមុខម្ហូបនេះគឺខួរសាច់ជ្រូកនិងបន្លាចយើងដាក់ពីម្ទេសយើងគ្រឿងយើងប៉ុណ្ណឹងឯងយកទៅលីងជុំខ្លាញ់ពីសាច់ជ្រូកយើងម្ទេសគ្រឿងយើងទៅក៏ពេលថាវាក្អូបតិចហើយក៏យើងដាក់ទឹកចូលទៅណាបងប្អូនទឹកបរិមាណមកប្រមូលមកពេលមួយចានបងប្អូនដាក់ទឹករួចហើយក៏គ្របពុះសិនត្រឹមយើងបានផ្សំគ្រឿងពុះហើយគឺដាក់ពុះហើយក៏យើងដាក់ផ្លែចូលផ្លែយើងក៏ហាន់លាងទឹករួចជាស្រេចបាទក៏ឆេទូย็นហាន់ទុកតែពីល្ងាចណាបងប្អូនតែយើងដាក់ទូย็นឆេមួយយប់ទៅក៏ដល់ពេលធ្វើម្ហូបយើងមិនបាក់ហាន់ច្រើនយូរណាដាក់ប្រងទៅក៏ផ្សំគ្រឿងសៅស៊ុប2ស្លាបព្រាបាយ2ស្លាបព្រាកូនស្លាបព្រាសៅស៊ុបគេគឺយើងដាក់បានហើយបន្តិចទៅក៏ប្រហុកទៅស្អ៊ីវទឹកស្អ៊ីវខាវទឹកត្រីប្រហុកគេហៅថាខួតឡាចខួសាច់មិនឆ្ងាញ់នេះយើងខួសាច់ជ្រូកក៏ឆ្ងាញ់ដូចគ្នាយើងដាក់កាទីមទៅបាទក្អូបរួចហើយបងប្អូនឆ្អិនហើយនេះលក់តែឆ្ងាញ់ហើយតែយើងដួសដាក់ចានទៅបងប្អូនអើយមកខ្ញុំបាទមានតែប៉ុណ្្នេះឯងខ្ញុំជួយ like ជួយ share ណាបងប្អូនដើម្បីទទួលទានមានបានការធ្វើម្ហូបខ្ញុំបាទក៏មានតែប៉ុណ្្នេះឯងអរគុណម្ដងទៀតបងប្អូនជម្រាបលា